មនុស្សរឹងរូសវិនិច្ឆ័យយុមនុស្សមានចិត្តមិនស្មើបាត់មិត្តភាពមនុស្សវិកលឥន្ទ្រីមិនមានត្រកូលមនុស្សល្មោកមិនមានធម៌មនុស្សធ្វើសេចក្តីអន្តរាយវិនិច្ឆ័យផលវិជាឯព្រះនរាធិបតីមានតែអាមាត្យអែបអបស្រវឹងលោភយុះវិនិច្ឆ័យរាជមិនពិតដូចជាបិតាត្រូវរក្សាការពារប្រជាករឲ្យផុតពីភយន្តរាយដែលកើតអំពីចៅអំពីអាមាត្យមុខមន្ត្រីពីសត្រូវក្រៅប្រទេសពីបរិវារជំនិតព្រះអង្គនិងសេចក្តីលោភរបស់ព្រះអង្គឯងដំរីគ្រាន់តែពាល់ភុជជង្គនាគគ្រាន់តែព្រោះពឹសបរិជាគ្រាន់តែរក្សាមនុស្សទុរជនសំបីញញឹមទាំងអស់នេះសុទ្ធតែធ្វើឲ្យដល់នូវសេចក្តីស្លាប់ទាំងអស់កិរិយាមិនធ្វើតាមអាជ្ញានៃព្រះនរិន្ទៈកិរិយាមិនអើពើចំពោះសមណៈព្រាហ្មណ៍កិរិយាដេកច្រើនកិរិយាដេកផ្សេងវិភរិយាទាំងអស់នេះឈ្មោះថាស្លាប់មិនបាច់ប្រហារដោយសត្រាវុធឡើយព្រះពាយមិនរំលើងឬគុលស្មៅទាំងឡាយដែលទៀបហើយទុនតោអោបក្រសោបទៅតាមខ្យល់សពកាលតែរមែងរំលើងឫសឈើខ្ពស់បរិជាតូតប្រណេតដោយក្រៃលែងចំពោះជនណាទោះជាបរិជាក្តីទោះជាបរិជាបុត្រក្តីទោះជាអាមាត្យក្តីឬជនបរទេសក្តីលក្ស្មីតែរត់ទៅជាសេរីនៃជននោះព្រះជាអាណិតហួសមេត្រាព្រាហ្មណ៍បរិភោគសាច់មិនចន្លោះភរិយាមិននៅក្នុងអាវាតមិត្តមាននិស័យប៉ងធ្វើឲ្យអន្តរាយអ្នកបំរើរឹងទទឹងភ្ញាក់ងារធ្វើប្រហែសនិងមនុស្សអកតញ្ញូនរជនគួរលះបង់ចោលឲ្យស្រឡះចេញសេចក្តីសន្តោសជាវិបត្តិនៃបរិជាសេចក្តីមិនសន្តោសជាវិបត្តិនៃព្រាហ្មណ៍នៃសមណៈព្រាហ្មណ៍ក្តីអៀនខ្មាស់ជាវិបត្តិនៃស្ត្រីកាមីក្តីមិនអៀនខ្មាស់ជាវិបត្តិនៃកុលធីតាទាំងឡាយបុគ្គលដែលកើតមកក្នុងโลกនេះក៏បីធ្វើនៅបរិកម្ម5យ៉ាងគឺក៏បីជួយបងពុនអាករដល់ម្ចាស់ផែនដីជួយទំនុកបំរុងញាតិធ្វើបដិសន្ធារៈទទួលភ្ញៀវធ្វើបុណ្យឧទ្ទិសដល់ញាតិដែលស្លាប់ទៅហើយនិងធ្វើសក្ការៈបូជាដល់ទេវតាដែលជួយដោះទុក្ខយើងក្នុងកាលខ្លះសេចក្តីអត់ធន់ជាគ្រឿងលម្អនៃបរិសុទ្ធដោយក្តីអៀនខ្មាស់ជាគ្រឿងលម្អនៃស្ត្រីទាំងឡាយតែក្តីក្លាហានជាគ្រឿងលម្អនៃបរិសុទ្ធក្នុងការត្រូវគេមើលងាយដោយការមិនអៀនខ្មាស់ជាគ្រឿងលម្អនៃស្ត្រីក្នុងការសែបសន្តិវៈដូច្នោះដែរនរជនណាកាលមើលឃើញការមានកម្លាំងនិងការឥតកម្លាំងនៃខ្លួននឹងសត្រូវហើយមិនស្គាល់ប្រភេទផ្សេងគ្នាទៀតនរជននោះត្រូវសត្រូវមើលងាយដរាបណាក្តីភយន្តរាយមិនទាន់មកដល់ទេដរាបនោះបុគ្គលក៏បីប្រុងប្រយ័ត្នដល់ភ័យនោះបើភ័យមកដល់ហើយក៏បីក្លាហានតស៊ូនឹងភ័យនោះតាមគំនិតដែលខ្លួនបានគិតទុកជាមុនស្រេចគួរប្រើចារៈបរោះក្នុងការស៊ើបអង្កេតឲ្យដឹងសេចក្តីថាគួរធ្វើនិងមិនគួរធ្វើក្នុងប្រទេសខ្លួននិងបរទេសជាមុនសិនព្រោះចារៈបរោះជាព្រះនេត្រានៃព្រះរាជាព្រះរាជាអង្គណាមិនមានសូម្បីតែម្នាក់ព្រះរាជាអង្គនោះទុកដូចជាមនុស្សខ្វាក់ពិតព្រះរាជាត្រូវបង្កប់ចារៈបរោះឲ្យយកភេទជាតាបោះឲ្យចូលទៅសិក្សាសាស្ត្រវិទ្យាក្នុងបណ្ឌដ្ឋានក្នុងអាស្រមឬក្នុងទេវដ្ឋានផ្សេងមន្ត្រីគឺការសម្ងាត់នេះបើដឹងដល់ត្រចៀក6ហើយតែងបែកធ្លាយហើយខ្យល់ខ្ចាយទៅដោយការនិយាយតគ្នា
ហេតុនេះព្រះរាជាក៏បីរក្សាការសម្ងាត់បានចំពោះតែរូបព្រះអង្គនិងមនុស្សជាគម្រប់2ប៉ុណ្ណោះកាលបើមន្ត្រីគឺការសម្ងាត់បែកធ្លាយហើយទោសតែងធ្លាក់ស្រោចមកលើព្រះរាជាទោសនេះមិនងាយបកគលកែសម្រួលឲ្យបានងាយទេនេះជាមតិអ្នកនយោបាយអ្នកប្រាជ្ញបើមានកិច្ចការណាមួយដែលត្រូវធ្វើខានមិនបានសូម្បីតែសត្រូវក៏ត្រូវយើងទូលលើក្បាលហើយអែបអបត្រាតែបានសម្រេចកិច្ចរបស់មាតុប្រទេសដែរត្រូវព្យាយាមបំបែកសត្រូវឲ្យបែកបាក់គ្នាវិធីបំបែកនេះមិនមានអ្វីដទៃក្រៅពីការញុះញង់ព្រះរាជាទាយាទក្នុងរាជសត្រូវព្រោះហេតុនោះត្រូវព្យាយាមតាំងរាជទាយាទរបស់ប្រទេសសត្រូវឲ្យទាល់តែបានបុគ្គលមិនគប្បីអាចកោះលើកថ្មលើកដុំថ្មតាន់ដោយកម្លាំងមនុស្សបានស្មើដោយការប្រើកំណាត់ឈើទេយ៉ាងណាដោយការឧបាយតែបន្តិចគេអាចសម្រេចប្រយោជន៍ធំយ៉ាងនេះបាននេះហើយការប្រឹក្សារកអបាយកលមានផលធំណាស់ដូច្នេះមិនពិតការប្រឹងហួសកម្លាំងជាឧបសគ្គធំខាងដើមនៃការសម្រេចសពកិច្ចការទាំងអស់ទឹកសូម្បីត្រជាក់នឹងមិនទម្លាយភ្នំបានឬទេកសិកម្មដែលបានផលល្អមកពីការគេប្រសពព្យាយាមធ្វើល្អមកចត់ទៅតាមកាលវេលាយ៉ាងណានយោបាយនេះគេធ្វើដោយបត់ចត់ហើយអស់ការយូរផងទៅបានផលមិនមែនធ្វើដោយកញ្ឆក់កណ្ដៀតទេភ័យនៅឆ្ងាយមានក្តីខ្លាចគឺក៏បីប្រុងប្រៀបភ័យមកដល់ចិត្តមានសេចក្តីឃ្លាវខ្លាគឺក្រោកតស៊ូមិនរុញរានេះជាគុណលក្ខណៈមហាបរោះក្នុងគ្រាវិបត្តិនៅនាលោកនេះមហាបរោះជាអ្នកសម្ដែងខ្លួនជាធិរជននរជនចេះដឹងនយោបាយគឺនីតិសាស្ត្រត្រូវនៅក្នុងគ្រឿងការពារដោយអណ្ដើកនៅក្នុងស្នូកហើយត្រូវចេះអត់ធន់គ្រឿងប្រហារនៃសត្រូវផងកាលបើកាលគួរមកដល់ហើយក៏បីលោតឡើងតស៊ូដោយពស់មានអាសេរពឹកនរជនចេះនយោបាយអាចរំលើងឬគល់សត្រូវទោះធំតូចឬក៏ប៉ុនគ្នាបានដោយខ្សែទឹកអាចនាំយកឈើឬស្មៅទាំងរឹសទាំងគល់បានដូចនោះដែររដ្ឋមន្ត្រីមួយព្រះរាជាមិត្តមួយព្រះរាជទ្រព្យមួយព្រះរាជអាណាចក្រមួយបន្ទាយព្រះអង្គមួយកងពលព្រះអង្គមួយនិងសម្ព័ន្ធមិត្តមួយទាំង7ផ្នែកនេះជាសាវកនៃរដ្ឋាភិបាលបន្ទាយមួយមេទ័ពមួយរដ្ឋមន្ត្រីឃ្លាំងមួយអគ្គរាជទូតមួយបរិហិតមួយហោរាមសាសមួយនិងពេទ្យមួយទាំង7នេះទុកជាទីប្រឹក្សានៃព្រះរាជាទាហានធ្នូម្នាក់នៅក្នុងមន្ទីរសម្លាប់ទាហានសត្រូវបាន100នាក់ទាហានធ្នូ100នាក់សម្លាប់ទាហានសត្រូវបាន1000នាក់ព្រោះហេតុនោះការតាំងបន្ទាយការពារទុកមុនជាកិច្ចសំខាន់មួយការប្រមូលកោទុកនៅស្រូវអង្គរជាស្បៀងអាហារប្រសើរជាងប្រមូលទុកនៅទ្រព្យឯទៀតព្រោះថាពេជ្រទទឹមដែលបុគ្គលយកមករក្សាទុកក្នុងមាត់មិនអាចធ្វើឲ្យជីវិតទ្រទ្រង់នៅបានទេបណ្ដាវត្ថុមានរសជាងគេទាំងអស់អំបិលគេទុកជាវត្ថុមានរសប្រសើរជាងគេបុគ្គលក៏បីស្វែងរកអំបិលទុកកុំបីឃ្លាតព្រោះថាបើឥតអំបិលហើយសម្លគេទុកដូចជាគោម៉ៃបុគ្គលក៏បីប្រុងប្រយ័ត្នកុំឲ្យជនបរទេសជាសត្រូវចូលមកនៅអាស្រ័យជាមួយបានព្រោះជនបរទេសអាចបំបែកមន្ត្រីរជ្ជទាយាទឬព្រះរាជាម្ចាស់ផាដីឲ្យបែកសាមគ្គីខ្សោយកម្លាំងមិនខាន
ហើយអាចមើលឃើញការមានកម្លាំងនិងការឥតកម្លាំងរបស់យើងទៀតផងជនណាស្និទ្ធស្នាលចំពោះសត្រូវដោយការរាប់អានក្តីដោយយល់ឧបការក្តីជននោះទុកដូចជាមនុស្សដេកលក់លើដើមឈើហើយភ្លាត់ធ្លាក់មកដល់ដីទៅភ្ញាក់ដឹងខ្លួនបើសត្រូវស្គាល់ចំណុចខ្សោយរបស់យើងនិងសេចក្តីឃ្លាវខ្លារបស់យើងហើយគេនឹងចូលទៅដល់ក្នុងចិត្តគំនិតយើងខាងក្នុងទៀតហើយសម្រាប់យើងចោលម្សៀតដោយភ្លើងឆេះឈើស្ងួតតែងឆេះរូងរហូតដល់ក្លឹមខាងក្នុងកាលណាអាមាត្យជាពួកអ្នកមានចិត្តស្រឡាញ់មានភក្តីមាំហើយទំនាស់ចំពោះសត្រូវកាលនោះក៏បីធ្វើសង្គ្រាមព្រោះថាការធ្វើសង្គ្រាមដោយអធម៌មិនមែនជាវិធីត្រឹមត្រូវទេ